តំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរចលនាការអភិវឌ្ឍពីចម្ងាយវាជួយឲ្យលោកអ្នកធ្វើដំណើរញឹកញាប់ការផ្លាស់ប្ដូរការងារផ្លាស់ប្ដូរទីលំនៅការធ្វើចំនួនឆ្លងដែនអនឡាញនិងទទួលបានផលខ្លាំងកាន់តែដើរកាន់តែធ្វើសកម្មភាពកាន់តែមានលុយច្រើនតំណាងឲ្យទ្រព្យសម្បត្តិលាភសក្ការៈភាពថ្លៃថ្នូរគ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុនឹងធ្វើឲ្យលោកអ្នកទទួលបានឱកាសកាន់តែមានលុយកើនឡើងនិងទទួលបានកាដូព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការយល់ច្រឡំហើយប្រុងប្រយ័ត្នចំពោះចំនួនពាក្យសម្ដីការចាក់ចុចអុចអាលការបង្ខូចនិងការក្បត់ពីក្រោយខ្នងជោគជតារាសីឆ្នាំម្សាញ់ប្រចាំខែ7ខែកក្កដាឆ្នាំ2026 Subscribe Channel បន្ទាប់ជារូបបណ្ដឹងលោកអ្នកទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុនពួកយើងធ្វើការវិភាគជោគជតារាសីឆ្នាំម្សាញ់របស់លោកអ្នកស្ថិតនៅក្នុងខែ7ខែកក្កដាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អនៅលើ Channel លោកផងដែរយើងឃើញហើយថាស្ថិតនៅក្នុងខែ7ដែលជាខែមមែនេះសម្រាប់រាសីឆ្នាំម្សាញ់របស់លោកអ្នកនឹងទទួលបានឱកាសនៅធម្មពលរាសីធាតុដីធាតុភ្លើងហើយនិងធាតុឈើនៅក្នុងនោះផងដែររាសីធម្មពលធាតុដីសម្រាប់ម្សាញ់លោកអ្នកតំណាងឲ្យមិត្តភ័ក្តិការងារបណ្ដាញអាជីពឱកាសនៅក្នុងការកសាងប្រាក់ចំណូលការងារបែបអាជីវកម្មដែលតាក់ទងជាមួយនឹងអចលនទ្រព្យឬក៏វិស័យធាតុដីនៅក្នុងនោះផងដែរធម្មពលនៃធាតុភ្លើងបង្ហាញអំពីទ្រព្យជួលអចលនទ្រព្យបង្ហាញអំពីការវិនិយោគនៅលើប្រព័ន្ធអនឡាញការលក់ដូរបិទការលក់នៅលើប្រព័ន្ធអនឡាញការកសាងកេរ្តិ៍ឈ្មោះភាពល្បីល្បាញភាពប្រើប្រាស់យុទ្ធសាស្ត្រនិងការគ្រប់គ្រងដឹកនាំតាមបែបបច្ចេកវិទ្យាសម័យទំនើបធម្មពលរិស័យធាតុដីបង្ហាញអំពីការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលពីមុនមកលោកអ្នកពុំបានដោះស្រាយឬលទ្ធភាពផ្សេងៗដែលផ្ដល់ឲ្យនៅក្នុងការដោះស្រាយស្ថិតនៅក្នុងខែ7នេះរាសីឆ្នាំម្សាញ់របស់លោកអ្នកទទួលបានសិទ្ធិអំណាចការប្រើប្រាស់នៅយុទ្ធសាស្ត្រឬក៏គំនិតអភិវឌ្ឍផ្សេងៗនិងវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះដូច្នេះហើយសិទ្ធិអំណាចទូនាទីការងារព្រមទាំងឱកាសល្អៗបានផ្ដល់ឲ្យលោកអ្នកឃើញថាវាតំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរចលនាការអភិវឌ្ឍពីចម្ងាយហើយស្ថិតនៅក្នុងខែនេះវាលោកអ្នកនឹងធ្វើដំណើរញឹកញាប់ការបដូរការងារបដូរទីលំនៅឬក៏បើកចំនួនឆ្លងដែនឬក៏អនឡាញនឹងទទួលបានផលខ្លាំងហើយកាន់តែដើរកាន់តែមានសកម្មភាពកាន់តែរកលុយបាននៅក្នុងនោះផងដែរមានមនុស្សធំមានអ្នកមានបុណ្យជួយជ្រោមជ្រែងជួយផ្ដល់ឱកាសជួបតែការណែនាំនិងផ្ដល់ឱកាសល្អៗនៅក្នុងមុខចំនួនជួយឲ្យគេឈ្មោះកិត្តិយសនិងឋានៈរបស់លោកអ្នកនឹងកើនឡើងវាតំណាងឲ្យទ្រព្យសម្បត្តិលាភសក្ការៈភាពថ្លៃថ្នូរហើយវាជួយឲ្យលោកអ្នកមានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនឹងធ្វើឲ្យមានទទួលបានឱកាសនៅក្នុងរឿងលុយកាក់កើនឡើងនិងទទួលបានកាដូព្រមទាំងទ្រព្យសម្បត្តិមានតម្លៃនៅក្នុងខែ7នេះផងដែររាសីឆ្នាំម្សាញ់របស់លោកអ្នកក៏គួរប្រុងប្រយ័ត្នចំពោះកត្តារឿងមួយចំនួនដែលនាំមកនៅការខាតបង់បន្តិចបន្តួចមានគ្រោះថ្នាក់ស្រាលៗដូចជាការមុតកំបិតឬក៏ដួលឬក៏ការយល់ច្រឡំក្រៅពីនេះត្រូវប្រុងប្រយ័ត្នចំពោះការបង្កាច់បង្ខូចឬក៏អ្នកចាំចាក់អុចអាលពីក្រោយខ្នងហើយលួចទទួលផលប្រយោជន៍នៅក្នុងនោះផងដែរសេចក្តីគួរប្រុងប្រយ័ត្នរំលឹកថាគួរយកចិត្តទុកដាក់ទៅលើសុខភាពជាពិសេសគឺសុខភាពរបស់មនុស្សចាស់នៅក្នុងផ្ទះឬសាច់ញាតិរបស់យើងហើយបើអាចជៀសបានគឺថានៅក្នុងខែ7នេះគួរជៀសវាងការចូលរួមនៅក្នុងពិធីបុណ្យសពឬក៏ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបើមិនចាំបាច់កុំឲ្យប៉ះពាល់ទៅដល់ធម្មពលតខ្លួនរបស់យើងបាទសំណួរសួរថាតើស្ថិតនៅក្នុងខែ7នេះយោងទៅតាមកត្តាធំទាំង6តើកត្តាធំទាំង6បានផ្ដល់ជាភាគរយងាយស្រួលចាំសម្រាប់វិស័យលោកអ្នកនឹងយ៉ាងដូចម្ដេចយើងនឹងបង្ហាញកត្តាទាំងអស់នោះនាទីបន្តិចទៀតនេះកត្តាធំទី1ដែលតកតងជាមួយនឹងគោលបំណងនៃជីវិតការងារឱកាសនៅក្នុងការប្រើប្រាស់យុទ្ធសាស្ត្រការរៀបចំគោលដៅច្បាស់លាស់នៅក្នុងជីវិតហើយទទួលបានការអភិវឌ្ឍនិងការងារស្ថិតនៅក្នុងខែ7រាសីឆ្នាំម្សាញ់របស់លោកអ្នកគឺទទួលបាន 80% កត្តាធំទី2ដែលតកតងជាមួយនឹងសេដ្ឋកិច្ចលុយកាក់ហិរញ្ញវត្ថុស្ថិតនៅក្នុងខែ7នេះឱកាសនៅក្នុងការរកប្រាក់ចំណូលលំហូរ
ហិរញ្ញវត្ថុប្រចាំខែហើយក៏មានការកើនឡើងនៅក្នុងការអភិវឌ្ឍគឺទទួលបាន80%កត្តាធំទី3ដែលតកតងជាមួយនឹងការផលិតភាពជោគជ័យការចែករំលែកការជួយសង្គមសកម្មភាពតំណែងតំណងភាពការកសាងកេរ្តិ៍ឈ្មោះនៅខាងក្រៅបាទធ្វើឲ្យយើងនឹងមានការអភិវឌ្ឍនិងទទួលបានការជួយជុំជ្រែងចេញពីអ្នកដតីគឺលោកអ្នកនឹងស្ថិតនៅក្នុងខែ7គឺទទួលបាន85%បាទកត្តាធំទី4ដែលតកតងជាមួយតំណែងតំណងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារបិទការលក់ហើយការផ្សាយតកតងជាមួយមនុស្សដែលនៅជុំវិញខ្លួនយើងដៃគូណាអញ្ចឹងស្ថិតនៅក្នុងខែនេះលោកអ្នកនឹងគឺទទួលបានត្រឹម45%នឹងឡើងទៅបាទហើយកត្តាធំទី5ដែលតកតងជាមួយគ្រួសារហើយនិងមិត្តភ័ក្តិរិស័យឆ្នាំម្សាញ់របស់លោកអ្នកស្ថិតនៅក្នុងខែនេះទទួលបាន45%នឹងឡើងទៅកត្តាធំទី6ដែលតកតងជាមួយនឹងកេរ្តិ៍ឈ្មោះការងារឱកាសនៅក្នុងការរៀបចំចាត់ចែងតំណែងតំណងជាមួយអ្នកធំឬក៏យើងថាឱកាសនៅក្នុងការរៀបចំនៅកិច្ចអភិវឌ្ឍក៏ដូចជាការថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងស្ថិតនៅក្នុងខែនេះលោកអ្នកទទួលបានឱកាស40%ឡើងទៅបាទអញ្ចឹងកត្តាធំទាំង6នេះយើងនៅធ្វើការលម្អិតស្ដីអំពីបរិយាកាសឱកាសនៅក្នុងការរស់នៅមធ្យោបាយនៅក្នុងការរកលុយសមត្ថភាពនៅក្នុងការរកលុយតំណែងតំណងស្នេហាសុខភាពយើងនៅលម្អិតកត្តាទាំងអស់ហ្នឹងហើយកត្តាទាំងអស់ហ្នឹងវាមានរឿងល្អនិងមានរឿងដែលយើងគួរប្រុងប្រយ័ត្នតើរឿងល្អមានអត្ថន័យដូចម្ដេចយើងត្រូវអនុវត្តយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពរឿងដែលមិនល្អដែលយើងគួរប្រុងប្រយ័ត្ននោះតើប្រុងប្រយ័ត្នទៅលើរឿងអីខ្លះតើមានដំណោះស្រាយដែរឬទេកត្តាទាំងអស់នេះយើងនឹងធ្វើការបកបង្ហាញសម្រាប់វិស័យឆ្នាំម្សាញ់របស់លោកអ្នកនាពេលបន្តិចទៀតនេះបាទដែលយោងទៅតាមកត្តាធំទាំង6យើងកំពុងតែព្យាករណ៍ជួយកត្តារិស័យឆ្នាំម្សាញ់របស់លោកអ្នកតាក់ទងជាមួយនឹងឱកាសនៅក្នុងការកសាងកេរ្តិ៍ឈ្មោះភាពល្បីល្បាញតំណែងតំណងជាមួយនឹងអ្នកធំអ្នកមានអំណាចមេកោយតំណែងតំណងជាមួយនឹងអតិថិជនការងារប្រើប្រាស់អចលនទ្រព្យឬក៏ការវិនិយោគទៅលើអចលនទ្រព្យបាទការទទួលបាននូវគេមរតកឬក៏ភាពរីករាយនៅក្នុងជីវិតហើយបង្កើតការធ្វើទីផ្សារឲ្យមានអតិថិជនចំណាប់អារម្មណ៍ទៅលើផលិតផលសេវាកម្មរបស់យើងអញ្ចឹងរឿងទាំងអស់ហ្នឹងវាមានរឿងល្អនិងរឿងដែលយើងគួរប្រុងប្រយ័ត្នអញ្ចឹងយើងពិនិត្យមើលនៅក្នុងរឿងល្អជាមុនសិនអញ្ចឹងរឿងល្អសម្រាប់វិស័យឆ្នាំម្សាញ់របស់លោកអ្នកស្ថិតនៅក្នុងខែ7នេះគឺតំណាងឲ្យលុយកាក់ការដែលរកបានដោយសមត្ថភាពផ្ទាល់ខ្លួនមានលាភសំណាងនិងមានភាពរីកចម្រើននៅក្នុងអាជីពហើយវាបង្ហាញលោកអ្នកថាលោកអ្នកនឹងមានឱកាសទទួលបានផលកម្រៃនិងការបង្កើតប្រភពប្រាក់ចំណូលយ៉ាងល្អចេញអំពីបណ្ដាញសង្គមនិងទីផ្សារខាងក្រៅបាទនេះរឿងល្អអញ្ចឹងវាក៏បង្ហាញអំពីការផ្លាស់ប្ដូរនៅឋានៈការឡើងនៅតំណែងការផ្លាស់ប្ដូរបរិស្ថានបរិយាកាសការងាររបស់យើងនៅក្នុងចំណុចល្អជាងមុនហើយវាជួយឲ្យយើងមានភាពលេចធ្លោនិងការទទួលស្គាល់នៅក្នុងបច្ចដ្ឋានការងារនៅមុខជំនួញយ៉ាងណាមិញក៏វាបង្ហាញអំពីភាពឆ្លាតវៃនៅក្នុងការសិក្សារៀនសូត្របង្ហាញពីការប្រើប្រាស់ការបញ្ចេញមតិឬក៏បង្ហាញអំពីតំណែងតំណងស្ថិតនៅក្នុងលោកអ្នកជាអ្នកបង្កើតមាតិកា content នៅលើ social media ជាអ្នកបង្រៀនឬក៏ជាអ្នកជាទីផ្សារជាពិសេសគឺថាបងប្អូនលោកអ្នកស្ថិតនៅក្នុងបឋមអ្វីដែលប្រើប្រាស់នៅក្នុងសមត្ថភាពរបស់ខ្លួនឯងនៅក្នុងការសិក្សារៀនសូត្រនិងទទួលបានផលល្អបាទអញ្ចឹងយើងឃើញថានៅក្នុងនោះផងដែរក៏មានន័យថាក៏មានអ្នកមានបនជួយជុំជ្រែងផ្នែកអាជីពផ្នែករដ្ឋបាលមានន័យថារាល់បើលោកអ្នកជួបបញ្ហាផ្នែកផ្លូវច្បាប់ឯកសារនិងការរៀបចំប្រព័ន្ធការងារមានមនុស្សមានអំណាចនិងចាស់ទុំជួយណែនាំដោះស្រាយបញ្ហាទាំងអស់នោះហើយក៏ថាស្ថិតនៅក្នុងការតំណែងតំណងជួបជុំក៏មានឱកាសនៅក្នុងការហូបចុកឆ្ងាញ់ជីវភាពសម្បូរបែបមានភាពរីករាយនៅក្នុងជីវិតហើយបើតាក់ទងជាមួយផ្នែកជំនួយមានន័យថាលោកអ្នកនឹងមានឱកាសនៅក្នុងការជួបជជែកការងារលើតុអាហារជាមួយអ្នកដៃគូជំនួញដែលមានឥទ្ធិពលហើយនឹងទទួលបានផលចំណេញពីអាជីពប្រចាំថ្ងៃរបស់យើងនឹងផងដែរបាទនេះគឺជារឿងល្អៗដែលតាក់ទងជាមួយនឹងរឿងដែលបានរាយរាប់ខាងលើយ៉ាងណាមិញនៅក្នុងសភាពដែលយើងគួរប្រុងប្រយ័ត្នក៏វាមានដែរតែថាតំណាងឲ្យជំងឺតូចតាចអស់កម្លាំងសុខភាពខ្សោយដោយសារស្ថិតនៅក្នុង
បរិយាកាសខាងក្រៅហ្នឹងណាគួររំលឹកសុខភាពរាល់ការធ្វើដំណើរទៅក្រៅឬវាប៉ះពាល់ដោយបរិយាកាសខាងក្រៅហ្នឹងអញ្ចឹងគួរសម្រាកឲ្យបានគ្រប់គ្រាន់ដែរហើយក៏វាបង្ហាញអំពីឧបសគ្គដែលមិនមានការរំពឹងទុកឬដូចជាការបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្តួចដោយសារការធ្វេសប្រហែសរបស់យើងអញ្ចឹងហើយនៅក្នុងរឿងល្អៗទាំងឡាយនេះយើងគួរតែយល់ដឹងបាទយល់ដឹងពីរឿងកិច្ចការងារអញ្ចឹងវាកើតឡើងនៅណាបាត់លុយហ្នឹងកើតថ្ងៃណាបាទអញ្ចឹងយើងឃើញថាចំពោះរឿងដែលយើងគួរប្រុងប្រយ័ត្នស្ថិតនៅក្នុងខែ7នេះយើងគួរប្រុងប្រយ័ត្នដែរព្រោះថានៅក្នុងហ្នឹងគេហៅថាក្នុងលៀបវាអាចមានគ្រោះវាយើងធ្វេសប្រហែសណាអញ្ចឹងវាកើតនៅក្នុងថ្ងៃទី3ថ្ងៃទី13និងថ្ងៃទី23ប៉ុន្តែបើយើងមើលសភាពនៅក្នុងថ្ងៃហ្នឹងវាល្អទេតែយើងភ្លេចខ្លួនអញ្ចឹងសូមប្រយ័ត្នចំពោះការប្រើប្រាស់របស់របរដែលតាក់ទងជាមួយនឹងគ្រឿងត្បូងឬក៏ពេជ្របាទវាអាចជ្រុះបាត់ភ្លេចឬក៏របូតកលឹះអីចឹងទៅអានឹងតាមជាក់ស្ដែងស៊ីសងលើបងប្អូនហ្នឹងគឺត្រូវប្រុងប្រយ័ត្នឲ្យខ្លួនឯងបាទអញ្ចឹងកិច្ចការងារទាំងឡាយដែលយើងគួរយល់ដឹងហ្នឹងយើងឃើញថាសភាពនៅក្នុងការអភិវឌ្ឍផ្សេងហ្នឹងក៏វាមានបាទដូច្នេះសេចក្តីគួរដែលគួរប្រុងប្រយ័ត្នបន្ថែមនោះវាអាចបង្កឲ្យការថាមានការភ្លេចភ្លាំងឬក៏ស្មុគស្មាញធ្វើឲ្យចិត្តយើងឬក៏ការហត់នឿយនៅក្នុងខួរក្បាលដោយសារយើងគិតច្រើនពេកមួយទៀតក៏វាតំណាងឲ្យថាអាចខូចទំនាក់ទំនងដោយមិនសូវរលូនរំខានដល់ការងារនៅក្នុងការរៀបចំទុកដោយសារតែមានអារម្មណ៍ធ្វើឲ្យយើងនឹងគឺថាចិត្តទទួលជោគជ័យទៅហើយវាត្រូវកាត់រឿងកាត់ផ្ដាច់សង្វាក់អីហ្នឹងអញ្ចឹងកិច្ចការងារទាំងឡាយដែលយើងគួរប្រុងប្រយ័ត្នដូចគ្នានឹងឯងណាដែលយើងត្រូវដឹងអញ្ចឹងយើងត្រូវមើលថាវាតាក់ទងរឿងអីគេដែលវាធ្វើឲ្យយើងអញ្ចឹងបាទតាក់ទងមកជារឿងសុខភាពរបស់យើងនឹងឯងបាទយើងត្រូវអាការងារត្រូវរលូនហើយយើងត្រូវផ្អាកឬយើងត្រូវអីចឹងទៅព្រោះអានឹងវាត្រូវយើងចូលរួមដោយផ្ទាល់អញ្ចឹងណាឬក៏ត្រូវចុះហត្ថលេខាដោយផ្ទាល់អីចឹងទៅដល់ពេលសុខភាពយើងអត់ស្រួលវាទៅលើកពេលលើកអីចឹងអានឹងវាមានបញ្ហាចឹងឯងបាទអញ្ចឹងក៏វាតំណាងឲ្យចំនួនពាក្យសម្ដីដែរនិយាយស្ដីជាមួយអ្នកធំអ្នកមានអំណាចអ្នកមានឥទ្ធិពលនៅខាងក្រៅទៅយកចិត្តទុកដាក់វាអាចមានចំនួនពាក្យសម្ដីការយល់ច្រឡំផ្នែកឯកសាររឿងរ៉ាវរកម្មរកុសជាមួយអ្នកមានអំណាចក្នុងស្ថាប័នរដ្ឋបាលឬក៏បើមិនពិនិត្យឯកសារនឹងឲ្យបានច្បាស់លាស់នោះទេបាទនេះគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់អញ្ចឹងអានឹងប្រុងប្រយ័ត្ននឹងនៅថ្ងៃណាខ្លះបងប្អូនបាទដែលយើងត្រូវដឹងពីរឿងចំណុចទាំងអស់ហ្នឹងបាទអញ្ចឹងចំណុចដែលយើងគួរប្រុងប្រយ័ត្នគឺចាប់ផ្ដើមពីដើមខែហ្មងខែ7ថ្ងៃទី1បាទថ្ងៃទី1កើតមានខ្លាំងបាទអញ្ចឹងថ្ងៃទី1និងថ្ងៃទី21ណាដែលយើងគួរប្រុងប្រយ័ត្នអញ្ចឹងនៅក្នុងកិច្ចការកសាងការងាររឿងរ៉ាវទាំងអស់ហ្នឹងក៏បងប្អូនត្រូវដឹងថាវាមានចំណុចល្អចំណុចដែលយើងគួរខកខ្វះខាតដែលយើងត្រូវដឹងបាទអញ្ចឹងពេលណាយើងដឹងហើយរឿងប្រុងប្រយ័ត្ននេះមិនមែនជារឿងខ្លាចរឿងសយរឿងអីទេអាប្រយ័ត្នហ្នឹងគឺកាន់តែចង់ដឹងមុនគេពីព្រោះថាយើងខំប្រឹងរកហើយកុំឲ្យវាលេចធ្លាយធ្លុះធ្លាយបាត់បង់ដោយសារការយកលុយទៅព្យាបាលជំងឺទៅបាត់បង់របស់ឬក៏តំណែងតំណងខកខានអរអួលនៅក្នុងការបង្កើតការរលុយអីហ្នឹងបាទអញ្ចឹងតើនៅក្នុងកិច្ចការងារអាជីពមុខរបរសមត្ថភាពនៅក្នុងការរលុយរបស់បងប្អូនលោកអ្នករិស័យឆ្មាំសាញ់ស្ថិតនៅក្នុងខែ7នេះមានសភាពដូចម្ដេចយើងនឹងធ្វើការបកបង្ហាញព័ត៌មានលម្អិតនោះសម្រាប់លោកអ្នកនៅពេលបន្តិចទៀតនេះដោយយោងទៅតាមកត្តាធំទាំង6ដែលបានរ៉ាយរ៉ាប់នៅនីតិខាងដើមឥឡូវយើងកំពុងតែវិភាគយោគយតារិស័យឆ្មាំសាញ់របស់លោកអ្នកស្ដីអំពីឱកាសអាជីវកម្មតំណែងតំណងក្រៅប្រទេសបាទហើយការងារនៅក្នុង office ការទទួលតំណែងទូនាទីនៅក្នុងសង្គមមុខមាត់ឬអាជីវកម្មនិយាយរួមទៅគឺសមត្ថភាពនៅក្នុងការរលុយរបស់យើងនៅក្នុងខែ7ហ្នឹងយ៉ាងម៉េចដែរនិយាយពីគោលបំណងសមត្ថភាពនៅក្នុងការវិនិយោគឬក៏រៀបចំចូលទូនាទីនៅក្នុងសង្គមបាទការងារប្រាក់ចំណូលគ្រួសារសុភមង្គលរបស់យើងតំណែងតំណងជាមួយសាច់ញាតិចាស់ទុំឪពុកម្ដាយអីជាដើមនៅក្នុងខែ7នេះតើមានសភាពល្អយ៉ាងដូចម្ដេចនិងអ្វីខ្លះដែលយើងគួរប្រុងប្រយ័ត្នឥឡូវយើងពិនិត្យមើលនៅក្នុងរឿងល្អស្ថិតនៅក្នុងខែ7នេះវិញម្ដងបាទអញ្ចឹងស្ថិតនៅក្នុងខែ7នេះរឿងល្អគឺបានបង្ហាញថាវាតំណាងឲ្យភាពចុះសម្រុងការរាប់អានរឿងជួយបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួននាំមកនៅភាពជោគជ័យជួបដៃគូអាជីវកម្មល្អហើយទទួលបានការគ្រប់គ្រងចេញអំពីមនុស្ស
ដែលកំពុងតែពេញវ័យហើយនឹងថ្នាក់លើមានន័យថាអ្នកដែលមានសមត្ថភាពនៅក្នុងការធ្វើការរលុយជាមួយនឹងយើងហ្នឹងបាទហើយក៏តំណាងឲ្យកាយសំណាងធំនិងមានឥទ្ធិពលខ្លាំងណាបង្ហាញអំពីសមត្ថភាពនៅក្នុងការជួយរំលាយរឿងសុយសុយឬឧបសគ្គផ្សេងហើយតំណាងឲ្យគេហៅថាវាជួយទៅលើមនុស្សប្រុសនឹងច្រើនបាទច្រើនដូច្នេះនឹងទទួលបានការជួយជុំជ្រែងការណែនាំចេញអំពីមនុស្សប្រុសជាថ្នាក់លើរបស់យើងហ្នឹងឬក៏ជាដៃគូជំនួយឬក៏អតិថិជនជាបរិសុទ្ធបាទអតិថិជនជាបរិសុទ្ធមានការងារដែលមុខរបរដែលរកស៊ីទៅគឺថាជួយផ្នែកបរិសុទ្ធអញ្ចឹងវាជួយឲ្យអាជីពរបស់យើងមានភាពរុងរឿងនិងមានភាពលេចធ្លោខ្លាំងតើអាជីពទាំងអស់ការងារទាំងអស់នោះវាទទួលបានរឿងល្អយ៉ាងម៉េចខ្លះដែលបងប្អូនត្រូវដឹងថាអញ្ចឹងវាស្ថិតនៅក្នុងថ្ងៃណាខ្លះសម្រាប់ខែ7ដែលយើងទទួលបានទ្រព្យសម្បត្តិទាំងអស់ហ្នឹងបាទអញ្ចឹងតាក់ទងជាមួយនឹងការងារទ្រព្យសម្បត្តិជាពិសេសគឺការប្រើប្រាស់នៅក្នុងវិស័យមុខរបរធាតុភ្លើងបាទធាតុភ្លើងអញ្ចឹងវាតាក់ទងជាមួយភាពស្រស់ស្អាតរបស់មនុស្សប្រុសនឹងឯងភាពស្រស់សង្ហាឬក៏សមត្ថភាពណាគ្រប់គ្រងដឹកនាំដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតលុយបង្កើតទ្រព្យអញ្ចឹងឱកាសហ្នឹងស្ថិតនៅក្នុងខែ7ហ្នឹងនៅក្នុងការកសាងទ្រព្យសម្បត្តិមិនថាទ្រព្យប្រើប្រាស់ប្រចាំថ្ងៃឬក៏ទ្រព្យវិនិយោគទ្រព្យជួលណាគឺនឹងកើតមានឡើងចំពោះបងប្អូនលោកអ្នកនៅថ្ងៃណាខ្លះបាទអញ្ចឹងវានឹងកើតឡើងស្ថិតនៅក្នុងថ្ងៃទី11 12បាទហើយនៅថ្ងៃទី22យ៉ាង3ថ្ងៃនេះគឺមានសភាពនៅក្នុងការដែលយើងអភិវឌ្ឍទ្រព្យប្រមូលទ្រព្យបានច្រើននៅក្នុងឱកាសការងារហើយបើឱកាសជួបជាមួយអ្នកធំឡើងទូនាទីតំណែងឋានៈឬក៏ការដោះស្រាយបញ្ហាដែលមានសមត្ថភាពនៅក្នុងការសម្រេចបានគោលដៅក៏មានសភាពល្អប្រសើរស្ថិតនៅក្នុងខែ7នឹងដែរអញ្ចឹងមានចំនួន3ថ្ងៃដែលមានភាពលេចធ្លោហើយជាថ្ងៃល្អគឺស្ថិតនៅក្នុងថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30បាទអញ្ចឹងជាកិច្ចដែលយើងត្រូវដឹងស្ថិតនៅក្នុងការអភិវឌ្ឍសមត្ថភាពផ្សេងបងប្អូននៅក្នុងការដែលយើងត្រូវដឹងអំពីកត្តាប្រឈមក៏ត្រូវយល់ដឹងដូចគ្នាដែរណាអញ្ចឹងកត្តាប្រឈមនោះមានន័យថាបងប្អូនត្រូវចេះច្បាស់លាស់មើលម៉ាត់ច្បាស់លាស់ជាពិសេសការងារដែលតាក់ទងនឹងការគ្រប់គ្រងអំណាចដឹកនាំបញ្ជាមនុស្សនឹងតែម្ដងបាទជាពិសេសគឺថាអ្នកដែលមានតួនាទីនៅក្នុងកងបញ្ជាកងកម្លាំងប្រដាប់អាវុធប៉ូលីសទាហានយោធាក្នុងតួនាទីតំណែងនេះទទួលបានការឡើងឋានៈតួនាទីតំណែងក៏ប៉ុន្តែក៏មានរឿងប្រឈមដែរនឹងការអាចតទល់គ្នានៅក្នុងសភាពណាមួយអញ្ចឹងបងប្អូនត្រូវចេះខន្តីអត់ធ្មត់ឲ្យបានកម្រិតខ្ពស់បត់បែនណាអត់ធន់ដើម្បីការអភិវឌ្ឍនាពេលបន្ទាប់អញ្ចឹងសេចក្តីដែលយើងគួរអត់ធន់ស្ថិតនៅក្នុងថ្ងៃណាខ្លះបាទអញ្ចឹងសេចក្តីដែលយើងគួរអត់ធន់ឲ្យខ្លាំងច្រើនបាទគឺសូមប្រយ័ត្នស្ថិតនៅក្នុងថ្ងៃទី6នៅថ្ងៃទី26បាទអញ្ចឹងវាលេចធ្លោច្រើននៅក្នុងថ្ងៃអស់ហ្នឹងអញ្ចឹងយើងកុំអាងទៅថាឥឡូវយើងទទួលបានភាពជោគជ័យការឡើងតំណែងហើយយើងទៅប៉ែងអ្នកនេះប៉ែងអ្នកនោះឬក៏ធ្វើអីទៅតាមចង់បង្ហាញគេថាយើងខ្លាំងមានសមត្ថភាពអីអានោះវាចេញរឿងអីផ្សេងមួយទៀតអញ្ចឹងយើងស្ងប់សិនទៅស្ទាបស្ទង់សមត្ថភាពនិងស្ថានភាពបាទអញ្ចឹងកិច្ចការងារដែលយើងគួរយល់ដឹងដែលហៅថាបង្ហាញអំពីសមត្ថភាពនោះក៏យើងត្រូវយល់អំពីភាពអស់នឹងដែរអញ្ចឹងកាលណាយើងតមអានឹងបានវានាំមកនូវភាពស្រុកស្ដំឋានៈនិងបង្ហាញអំពីឱកាសរកផលចំណេញនៅក្នុងផលចំណេញខ្ពស់នៅក្នុងការងារអាជីវកម្មបង្កើនទ្រព្យសម្បត្តិនិងទទួលបានលទ្ធភាពទិញទ្រព្យឬក៏ផ្ទះឬក៏គ្រឿងប្រណិតដូចឡានដូចផ្ទះអីចឹងណាទទួលបានរឿងទាំងអស់ហ្នឹងបាទនៅក្នុងនោះផងដែរតើរាសីឆ្លងបន្សាញ់របស់លោកអ្នកតាក់ទងជាមួយនឹងការងារអាជីពមុខរបរសមត្ថភាពក្នុងការរលុយតាក់ទងជាមួយនឹងការងារអ្នកធំឬចវាយនាយក្នុងកន្លែងការងារហ្នឹងគួរប្រុងប្រយ័ត្នបាច់បាទអញ្ចឹងគួរប្រុងប្រយ័ត្នថាវាអាចមានការផ្លាស់ប្ដូរมันមានស្ថិរភាពនៅក្នុងការធ្វើដំណើរនៅក្នុងខែហ្នឹងវាអាចចង្អុលថាវាមានការផ្លាស់ប្ដូរការងារមុខរបរឬក៏ធ្វើដំណើរនៅក្នុងស្រុកមានក្រៅពីហ្នឹងវាខេត្តមានដូចថាវាមានភាពមមាញឹកខេត្តហ្នឹងណាអញ្ចឹងគឺថាយើងត្រូវពង្រឹងខ្លួនយើងឲ្យបាននៅក្នុងតំបន់ថ្មីហើយនៅក្នុងនោះផងដែរគឺថាវាអាចធ្វើឲ្យយើងនឹងគឺថាមានអារម្មណ៍រំពឹងខ្ពស់ដល់រំពឹងខ្ពស់ទៅលទ្ធផលមួយចំនួនវាដូចអត់បានដូចចិត្តយើងអញ្ចឹងយើងដូចថាដាក់គំនិត
ឆ្នៃប្រឌិតសម័យបាទឬក៏ផ្ដោតទៅលើការងារទាំងអស់ហ្នឹងប៉ុន្តែយើងត្រូវមានអារម្មណ៍ចិត្តទប់ដែរថាត្រូវប្រុងប្រយ័ត្នចំពោះការចំណាយទៅលើគម្រោងដែលមិនទាន់ច្បាស់លាស់ហ្នឹងបាទមួយទៀតគឺត្រូវប្រុងប្រយ័ត្នដែរចំពោះរឿងមួយចំនួនដែលធ្វើឲ្យអារម្មណ៍យើងមួម៉ៅធុញថប់តានតឹងឬក៏អារម្មណ៍អវិជ្ជមាននៅក្នុងចិត្តដែលធ្វើឲ្យយើងនឹងបង្កភាពយល់ច្រឡំការផ្សាយតាក់ទងមិនសូវល្អជាមួយមិត្តភ័ក្តិរួមការងារអតិថិជនឬក៏ធ្វើឲ្យយើងនឹងមានអារម្មណ៍ថាមិនសូវល្អហើយនៅក្នុងនោះផងដែរគឺវាអាចនាំមកនៅការរងរបួសឬក៏គ្រោះថ្នាក់ហូរឈាមដែលមានស្នាមរបួសឬក៏នៅក្នុងផ្នែកអាជីវកម្មការងារត្រូវដាស់តឿនណាឲ្យបានប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើរការងារត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់កម្លាំងឬក៏ត្រូវគ្រប់គ្រងអារម្មណ៍កុំឲ្យយើងឆេវឆាវបាទនេះដូចបានបញ្ជាក់ខាងដើមយ៉ាងច្រើនតាក់ទងជាមួយនឹងសេចក្តីយើងគួរប្រុងប្រយ័ត្ននៅក្នុងការងារមុខរបរអាជីពនិងការកាន់កាប់គ្រប់គ្រងដឹកនាំតំណែងរបស់យើងស្ថិតនៅក្នុងខែ7ហ្នឹងបាទឥឡូវយើងពិនិត្យមើលទៅជោគជតារាសីឆ្នាំម្សាញ់របស់លោកអ្នកស្ថិតនៅក្នុងខែ7នេះដោយផ្ដោតទៅលើកត្តាដែលទាញចេញពីកត្តាធំដល់6ហើយមើលពីរឿងមុខមាត់ចិត្តគំនិតទូនាទីសុខភាពឧបនិស្ស័យភាពជោគជ័យវាសនាមើលពីរឿងហាងរកស៊ីរបស់យើងកន្លែងគិតលុយភាគហ៊ុនក្រុមហ៊ុនជីវិតជាប្តីប្រពន្ធរបស់យើងឬក៏ជីវិតនៅលីវហ្នឹងត្រូវមានគូឬក៏ត្រូវចាត់ចែងយ៉ាងម៉េចទៀតហើយបើមានគូហើយនឹងតើទទួលបានសុភមង្គលការយល់ចិត្តការយកចិត្តទុកដាក់ចេញអំពីប្តីប្រពន្ធរបស់យើងទេសុខភាពទាំងពីរទាំងសងខាងនឹងយ៉ាងម៉េចដែរហើយជំនួយនឹងទទួលបានជំនួយពីណាខ្លះឬក៏ត្រូវប្រើសមត្ថភាពតខ្លួនរហូតឬក៏យ៉ាងម៉េចបាទអញ្ចឹងនៅក្នុងរឿងហ្នឹងវាមានរឿងល្អនិងមានរឿងដែលយើងគួរប្រុងប្រយ័ត្នដូចគ្នាអញ្ចឹងយើងពិនិត្យមើលនៅក្នុងរឿងដែលយើងល្អជាមុនសិនណាចឹងរឿងល្អស្ថិតនៅក្នុងខែ7នេះសម្រាប់កត្តាដែលបានได้รับខាងលើអំបញ្ញមិញគឺបានផ្ដល់នៅការការពារដ៏ខ្លាំងមួយបានជួយជំរុញសម្រាលគ្រោះឬក៏បដូររឿងអាក្រក់ឲ្យទៅជាល្អហើយវាទាញមនុស្សល្អមកជួយជុំជ្រែងយើងនៅពេលដែលយើងជួបអាសន្នហើយក៏តំណាងឲ្យសេចក្តីសុខសុភមង្គលភាពសម្បូរបែបនឹងធ្វើឲ្យជីវិតយើងរលូននិងងាយស្រួលជួបឱកាសល្អនៅក្នុងនោះផងដែរក៏បង្ហាញថាយើងមានស្ថិរភាពខាងផ្នែកទ្រព្យសម្បត្តិហូបចុកគ្រប់គ្រាន់ជីវិតរបស់យើងគេថាពេញចិត្តច្រើននឹងមានលៀបសំណាងដែលនាំមកចូលដោយមិនដឹងខ្លួនហើយរឿងទាំងអស់នោះគឺតំណាងឲ្យភាពសប្បាយរីករាយការអបអរសាទរឬក៏ទទួលបានដែលអ្នកនៅលីវទទួលបានឱកាសនៅក្នុងការរៀបអាពាហ៍ពិពាហ៍បើអ្នកមានកូនហើយមានភរិយាហើយស្វាមីហើយនឹងទទួលមានបានកូនហើយកូននឹងក៏នាំមកនូវភាពជោគជ័យធំភាពរីករាយនៅក្នុងគ្រួសារគេថាលក្ខណៈតាក់ទាញគួរឲ្យស្រឡាញ់បាទនៅក្នុងនោះផងដែរក៏បង្ហាញអំពីមុនស្នេហ៍ភាពតាក់ទាញខ្លាំងស្ថិតនៅក្នុងការងារទាំងឡាយដែលតាក់ទាញជាមួយមនុស្សដតីឬក៏យើងនិយាយថាមនុស្សផ្ទុយភេទពីយើងអញ្ចឹងក៏វាបង្ហាញអំពីការគ្រប់គ្រងល្អណាអញ្ចឹងកាលណាយើងមានមុនស្នេហ៍នេះហើយយើងធ្វើម៉េចគឺថាត្រូវគ្រប់គ្រងឲ្យបានល្អកុំប្រើអារឿងទាំងអស់ហ្នឹងคล้ายជាបញ្ហារកម្មរកុសនៅក្នុងស្នេហាវាคล้ายទៅជាវិបត្តិស្នេហាត្រីកោណនេះជាដើមណាចឹងគ្រាន់តែយើងបញ្ជាក់ចឹងគេថាកាយមង្គលហ្នឹងគឺវានាំមកនៅមុនស្នេហ៍បែបសិចស៊ីតាក់ទាញរូបខាងផ្នែករូបរាងកាយនិងអារម្មណ៍អញ្ចឹងវាបង្កើតភាពរ៉ូមែនទិកក៏ប៉ុន្តែត្រូវដឹងថាជួនកាលវាអាចនាំមកនៅស្នេហាឆាបឆេះស្រាបស្រាលអញ្ចឹងវាមានបញ្ហាស្នេហាត្រីកោណដែលយើងមិនអាចប្រុងប្រយ័ត្នឬក៏យើងមិនដឹងមុនទេអញ្ចឹងរឿងទាំងអស់នេះវាកើតមានឡើងក្នុងសង្គមរបស់យើងគឺច្រើនណាស់បាទច្រើនណាស់ជាពិសេសគឺថាមនុស្សនៅក្នុងវ័យកណ្ដាលដែលយកកាមជាអារម្មណ៍ដែលបង្ហាញពីរឿងទាំងអស់ហ្នឹងបាទអញ្ចឹងពាក្យថាកាមមិនមែនផ្ដោតទៅលើស្នេហាស្រីប្រុសនៅលើក្រែទេណាបងប្អូនផ្ដោតទៅលើសេចក្តីត្រេកអរនៅក្នុងសម្លេងរសក្លិនរូបភាពនៅក្នុងចិត្តរបស់យើងហ្នឹងយើងឃើញអីក៏ថាត្រេកតាអាលទាំងអស់អញ្ចឹងនៅក្នុងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យយើងហ្នឹងគេថាមានភាពដែលมันអាចគ្រប់គ្រងចិត្តនៅក្នុងលក្ខណាមួយអញ្ចឹងយើងត្រូវចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អនៅក្នុងរឿងមង្គលដដែលនេះក៏វាបង្ហាញដែរមានរឿងល្អថែមទៀតគឺថាតំណាងឲ្យទ្រព្យសម្បត្តិប្រាជ្ញាជ្រាលជ្រៅភាពឆ្លាតវៃការចាប់អារម្មណ៍ទៅលើរឿងដែលអភិវឌ្ឍខ្លួនណាអញ្ចឹងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងដោះស្រាយបញ្ហាផ្សេងៗហ្នឹងគឺថា
dương nâng sắc xa hướng tầng ọc nâng cả bị vọt luôn ai những bàn lọ bạn chẳng nơi không hướng lọ sầm rạp rơi xây năm mà xanh rồi bỏ lục nè nâng tật tuột bàn nơi ẩm na tật tuột bàn nơi ở cả bị vọt xây tại tật tuột bàn phép chụp chỉ bạn chẳng ở cả phép lọ tẹt tông ẩm na lôi cả nâng ở cả càng nghi nâng nơi tận na nơi ngày na khác bong ôn bạn chẳng thật là không ngày tí đắp mà phay được ngày tí sam thập bạn chẳng trong puaមនុស្សស្រីដែលនៅលីវត្រូវការឬថារៀបចំកិច្ចការងារការផ្លាស់ប្ដូរឱកាសនៅការឡើងទូទីតំណែងគឺថ្ងៃទី10 20 30ហ្នឹងឯងមានឱកាសច្រើនហើយបើយើងអត់តន់ត្រូវការដល់គូទេយើងធ្វើការយើងឬក៏យើងលក់ដូរគេន័យថាយើងនឹងលក់ដូរដាច់ប៉ុន្តែគ្រាន់តែថាអ្វីដែលយើងលក់ដូរដាច់ហ្នឹងយើងត្រូវតបន្តិចកុំឆេវឆាវកុំទៅតវ៉ាជាមួយអតិថិជនខ្លាំងពេករឿងខ្លះវាមានបញ្ហាប្រឈមកើតចេញពីគេខាងក្រៅប៉ុន្តែបើយើងចេះទុកចិត្តខ្លួនយើងសម្របសម្រួលយើងអ្នកទំនងប្រកបទៅដោយភាពឆ្លាតវៃណាគឺនឹងមានភាពល្អប្រសើរនៅក្នុងការប្រមូលទ្រព្យប្រមូលលុយនិងផលចំណេញចានសម្រាប់លោកអ្នកនឹងតែម្ដងនេះគឺជាអ្វីដែលយើងត្រូវដឹងបាទកិច្ចការងារក្នុងការអភិវឌ្ឍទាំងឡាយក៏វាមានរឿងដែលយើងគួរប្រុងប្រយ័ត្នបន្ថែមទៀតដែរអញ្ចឹងបងប្អូនលោកអ្នកមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំអាសាញ់យើងឃើញថាអ្វីដែលបងប្អូនគួរតមបើជីវិតជាគូស្វាមីភរិយាមិនថាស្វាមីឬភរិយាកុំព្យាយាមដាក់សម្ពាធគ្រប់គ្រងឬក៏ការចាត់ចែងការងារនឹងហួសតួនាទីខ្លួនឯងដោយសារយើងអត់ចេះបច្ចេកវិទ្យាអត់សូវច្បាស់ហ្មងទេបើតែគ្រប់គ្រងប្តីអ្នកបច្ចេកវិទ្យាអញ្ចឹងទៅអ្នកដឹកនាំអីអញ្ចឹងទៅឬក៏ការងាររបស់ប្តីអីអញ្ចឹងទៅហើយបងប្តីដូចគ្នាដែរគេច្បាស់នៅក្នុងការងាររបស់ហ្នឹងយើងអាចទូនាទីប្តីហ្នឹងឬក៏ប្រើតំណតំណងមនុស្សចេតនាប្តីទៅជៀតចែកការងារមួយចំនួនដែលយើងមិនដឹងរបស់ភរិយាហ្នឹងអញ្ចឹងក៏វាអត់ល្អដែរអញ្ចឹងវាមានបញ្ហាប្រឈមអ្នកឆ្លោះគ្នាអញ្ចឹងឆ្លោះគ្នាដោយសារមានលេខ 7K ស្ថិតនៅក្នុងជួរថ្ងៃរបស់បងប្អូនលោកអ្នកហ្នឹងធ្វើឲ្យកិច្ចការងារទាំងឡាយនេះគឺថាមានសក្តិប្រឈមមាត់កច្រើនហើយជាពិសេសរឿងការងារដែលតាក់ទងជាមួយនឹងការអភិវឌ្ឍនឹងការរៀបចំដឹកនាំណាបាទអញ្ចឹងត្រូវប្រុងប្រយ័ត្នចំពោះរឿងទាំងអស់ហ្នឹងណាវាផ្ដល់ផលលំបាកខ្លះតាក់ទងរឿងការងារហ្នឹងហើយជាពិសេសគឺថារឿងរាវដែលតាក់ទងជាមួយនឹងភាពមិនសូវរលូននៅក្នុងចិត្តរបស់យើងដែលធ្វើឲ្យដែលថាវាពិបាកនៅក្នុងចិត្តកាត់មុខកាត់មាត់អញ្ចឹងកាលណាទាស់ឆ្លោះទាស់ប្តីប្រពន្ធហើយគឺមានបញ្ហាផលប៉ះពាល់ទៅដល់ការអភិវឌ្ឍមុខរបរសុខភាពហើយនឹងផ្លូវចិត្តបាទអញ្ចឹងមួយទៀតគឺថាត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដីចចាមអារាមការនិយាយដើមការយល់ច្រឡំគ្នានឹងឯងត្រូវវាអាចមានការទាស់ពាក្យសម្ដីជាមួយមនុស្សដែលស្និទ្ធស្នាលឬក៏ប្តីប្រពន្ធរបស់យើងហ្នឹងអាហ្នឹងជារឿងមួយដែលថាបើយើងតមករឿងទាស់នឹងបានរោមជោបាយខន្តីអាហ្នឹងគឺថាយើងទទួលបានទ្រព្យច្រើនទទួលបានឱកាសការងារនិងការឡើងតំណែងឋានៈបាទនេះជាអ្វីដែលយើងត្រូវដឹងឥឡូវយើងពិនិត្យមើលនៅក្នុងការវិនិយោគរបស់រិស័យឆ្នាំម្សាញ់របស់លោកអ្នកវិញម្ដងតើនៅក្នុងវ័យដែលយើងកំពុងតែមានសភាពខ្លាំងហ្នឹងតើមានទ្របទេនៅក្នុងវ័យចាស់ចាប់ពីអាយុ50ឡើងទៅហ្នឹងយ៉ាងម៉េចដែរតំណាក់ទំនងជាមួយកូនចៅមហិច្ឆតាគោលបំណងបាទទស្សនវិស័យឬក៏គោលបំណងនៃជីវិតរបស់យើងនឹងល្អប្រសើរទេការវិនិយោគទុនដែលយើងដាក់នោះទៅថារៀបចំកិច្ចការងារអភិវឌ្ឍនឹងល្អនៅក្នុងកម្រិតណាទទួលបានភាពជោគជ័យសម្រាប់តាមគោលបំណងដែរទេអញ្ចឹងរឿងទាំងអស់នេះវាតាក់ទងជាមួយនឹងមហិច្ឆតាគោលដៅសេចក្តីប្រាថ្នាគោលបំណងយើងនឹងសម្រាប់ទេតាក់ទងរឿងលុយកាក់ក្តីមនោសញ្ចេតនាតំណតំណងការដឹកនាំមនុស្សដែលនៅក្រៅបង្គាប់បរិវាររបស់យើងនឹងតើល្អឬក៏មិនល្អគួរមានប្រុងប្រយ័ត្នយ៉ាងដូចបដិបាទអញ្ចឹងឥឡូវយើងពិនិត្យមើលនៅក្នុងរឿងល្អៗជាមុនសិនណារឿងល្អនឹងបង្ហាញថានឹងបង្កើតបាននៅឋានៈនិងភាពជោគជ័យហើយនាំមកនូវភាពរីកចម្រើនតាមលំដាប់លំដោយនៅក្នុងចំនួនការងារទទួលបានផលការទទួលស្គាល់ហើយបើសិនជាមានបញ្ហាគឺថាវាបំលែងរឿងធំឲ្យคล้ายជាតូចនិងបំលែងរឿងតូចហ្នឹងឲ្យទៅជាឱកាសវិញគឺផ្កាយទាំងឡាយនេះគឺថាមង្គលហ្នឹងគឺជួយសម្រួលសម្រាលផលវិបាកហ្នឹងដែលបង្កឡើងដោយរឿងអវិជ្ជមានខាងក្រៅដតីហ្នឹងហើយក៏បង្ហាញថាយើងជាមនុស្សដែលមានប្រាជ្ញាទេពកោសល្យគំនិតគិត
ស៊ីជម្រៅវិភាគបាទចំណូលចិត្តទៅលើការដោះស្រាយបញ្ហាហ្នឹងគឺបង្ហាញអំពីគំនិតច្នៃប្រឌិតបង្កើតខ្ពស់បង្កើតជាផលិតផលហើយធ្វើឲ្យយើងហ្នឹងគឺទទួលបានផលល្អប្រសើរអញ្ចឹងថ្ងៃណាខ្លះដែលយើងទទួលបានការលូកដូរដាច់ការជួយគ្រប់គ្រងគឺឬក៏វិនិយោគរបស់យើងនឹងទទួលបានផលកម្រៃច្រើនស្ថិតនៅក្នុងខែ7ហ្នឹងបងប្អូនបាទអញ្ចឹងរាសីឆ្នាំមួយសាញ់របស់លោកអ្នកនឹងទទួលបានភាពជោគជ័យខ្លាំងស្ថិតនៅក្នុងថ្ងៃទី16បាទដែលបង្ហាញអំពីកិច្ចការងារទាំងឡាយដែលទទួលបានផលចំណេញជាពិសេសមុខរបរអាជីពឬក៏ការលក់ដូរនៅក្នុងរឿងវិស័យធាតុមាសចឹងធាតុមាសបើលក់ដូរមានលក់ដូរគ្រឿងអលង្ការដូរលុយចងការលុយលក់ឡានលក់ម៉ូតូឬក៏ pass app ឬក៏នៅក្នុងការគ្រប់គ្រងដឹកនាំអំណាចណាមួយដែលបង្ហាញអំពីសមិទ្ធផលបង្ហាញអំពីលុយនឹងឯងបាទហើយរឿងដែលយើងគួរយកចិត្តទុកដាក់គឺថាវានឹងមានការកើនឡើងនៅការអភិវឌ្ឍផ្នែកអំណាចនឹងអំណាចបែបគ្រប់គ្រងគេហៅអំណាចទុនណាអំណាចទុនគឺអំណាចនៅក្នុង office មិនមែនអំណាចតាក់ទងការប្រជាតបទេអញ្ចឹងអំណាចទាំងអស់នោះវាកើតមានឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះបងប្អូនថាវាកើតមានឡើងស្ថិតនៅក្នុងថ្ងៃទី29ខែ7បាទដែលបងប្អូនត្រូវចងចាំកិច្ចការងារទាំងអស់នោះក៏បង្ហាញអំពីការកើនឡើងនៃទ្រព្យសម្បត្តិការចេញអំពីការជួលដោយការផ្សព្វផ្សាយការធ្វើទីផ្សារការលក់ការវិនិយោគនៅលើអនឡាញគេទទួលស្គាល់គេឃើញគេដឹងនៅកម្រិតការងារដែលទទួលបាននូវផលចំណេញសម្រាប់វិស័យឆ្នាំម្សាញ់របស់លោកអ្នកបាទនេះគឺជារឿងល្អដែលយើងគួរយកដឹងបាទអញ្ចឹងរឿងដែលយើងគួរប្រុងប្រយ័ត្នវិញម្ដងបាទរឿងដែលយើងគួរប្រុងប្រយ័ត្ននោះគឺបង្ហាញអំពីការចាញ់បោកគេឬក៏ជនខលខូចចាក់ចុចអុចអាតពីខោខ្នងបង្កឲ្យបាត់បង់លុយកាក់និងការមិនទុកចិត្តឬក៏ការយកចិត្តទុកដាក់ទៅលើមនុស្សខុសជាពិសេសគឺថាដៃកូនចៅឬដៃគូរ៉ូស៊ីនអញ្ចឹងយើងត្រូវប្រយ័ត្នអញ្ចឹងប្រយ័ត្នចំពោះពាក្យសម្ដីរកម្មរកុសចំនួនពាក្យសម្ដីបញ្ហាផ្លូវច្បាប់កិច្ចសន្យាផ្សេងដែលយើងត្រូវធ្វើឲ្យតែងតែនាំមកនៅភាពយឺតយ៉ាវរំខានមិនចោះសម្រងនឹងកើតឡើងភ្លាមក្នុងការងារឬក្នុងគម្រោងការហើយសម្ពាធឬក៏បញ្ហាគ្រោះថ្នាក់បន្តិចបន្តួចអារម្មណ៍តានតឹងគិតច្រើនផលប៉ះពាល់លើសុខភាពធម្មពលរបស់យើងតិចតួចហើយអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នចំពោះសុខភាពសមាជិកគ្រួសារជាពិសេសមនុស្សចាស់នៅឬមនុស្សជំនាន់ក្រោយមានកូនចៅនឹងណាយើងត្រូវយកចិត្តទុកដាក់ចំពោះពួកគេនឹងផងដែរបាទសំណួរសួរថាតើបើសិនជាយើងត្រូវការមនុស្សជួយមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំម្សាញ់ដែលមានផ្កាយជីវិតលេខ7របស់លោកអ្នកគួរទៅរកមនុស្សណាខ្លះអ្នកដែលកើតនៅក្នុងឆ្នាំណាខ្លះដែលអាចជួយយើងបានអញ្ចឹងសេចក្តីនៃសរុបទៅគឺថាបងប្អូនទៅរកមនុស្សដែលកើតនៅក្នុងឆ្នាំវកឆ្នាំជូតឆ្នាំរកានិងឆ្នាំម្សាញ់អាចជួយលោកអ្នកបាននៅក្នុងកិច្ចការងារទាំងតូចទាំងធំហើយនៅក្នុងនោះផងដែរបងប្អូនលោកអ្នកត្រូវប្រើប្រាស់ទិសល្អចំនួន4ធំដែលនាំមកនៅមង្គលសេរីសួស្តីនាំមកនៅភាពមានបានមុខរបរអាជីពសុខភាពការធ្វើទីផ្សារបិទការលក់ការអភិវឌ្ឍដឹកនាំតំណែងអំណាចទៅលើភាពជោគជ័យនិងតំណែងតំណងមនុស្សមកជួយការធ្វើទីផ្សារបិទការលក់ជាដើមហ្នឹងនៅលើទិសធំទាំង4ហ្នឹងអញ្ចឹងទិសទាំងអស់នោះគឺនាំមកនៅឲ្យរាសីយើងឡើងខ្លាំងអញ្ចឹងទិសនោះគឺមានទិសខាងជើងលិច1ត្បូងលិច2ទិសខាងជើងកើត3និងទិសខាងលិចនេះ4បាទនេះជាទិសមង្គលរបស់បងប្អូនដែលបងប្អូនត្រូវដឹងយ៉ាងណាមិញបងប្អូនក៏ត្រូវគួរជៀសវាងដែរនៅស្ថានភាពបរិយាកាសហុងស៊ុយទីកន្លែងមុខរបរហាងរកស៊ីរបស់យើងនៅទិសដែលមិនល្អចំនួន4ធំដែលជាទិសអភិមង្គលនាំឲ្យរាសីយើងធ្លាក់ចុះទី1គឺទិសខាងជើងទី2ត្បូងទី3ត្បូងកើតនិងទី4គឺទិសខាងកើតបាទកាលណាបងប្អូនជៀសនៅបញ្ហាទាំងអស់នេះបានមានថាយើងមិនសូវមានឧបសគ្គទេយ៉ាងណាមិញបើសិនជាយើងចង់មានជំនួយឬក៏ការលក់ដូរដាច់យើងត្រូវប្រើប្រាស់ទិសល្អរបស់យើងនៅក្នុងទិសជើងលិចហ្នឹងជាទិសល្អធំទី1តាក់ទងលុយកាក់និងទ្រព្យសម្បត្តិហ្នឹងបងប្អូនប្រើប្រាស់ជ្រុងហ្នឹងទៅហើយការចរចាការលក់ដូរតំណែងតំណងជាមួយអតិថិជនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ក្នុងនៃចំនួនក្នុងនៃការងារធំហ្នឹងគឺត្រូវបែរមុខទៅទិសខាងលិចនិងបែរមុខទៅទិសខាងកើតនៅក្នុងរយៈពេលដែលយើងប្រើប្រាស់ពីទិសល្អហើយអង្គុយបែរមុខទៅហ្នឹងចឹងកាលណាចប់ហើយយើងអង្គុយធម្មតាបែរមុខទៅទិសយើងធម្មតាក៏បានដូចគ្នាដែរណាហើយមួយទៀតបើសិនជាយើងចង់ទទួលបានការគ្រប់គ្រងច្រើនគឺយើងប្រើប្រាស់នៅក្នុងទិសខាងជើងលិចហ្នឹងទៅបន្ទាប់មកទៀតអង្គុយបែរខ្នងទៅទិសត្បូងកើតវិញម្ដង
យើងប្រើប្រាស់ក្នុង1ម៉ោង2ម៉ោងដែលយើងកំពុងចរចាធ្វើការងារហ្នឹងពេលហើយគឺយើងប្រើប្រាស់ធម្មតាទៅអញ្ចឹងសង្ឃឹមថាបងប្អូនស្ដាប់យល់សម្រាប់អ្នកលក់ដូរសម្រាប់អ្នកធ្វើទីផ្សារព្រឹត្តិការណ៍ boost ឬក៏ព្រឹត្តិការណ៍ marketing network marketing អីគឺថាបងប្អូនប្រើប្រាស់ក្នុងទិសល្អក្នុងចំណោម4ក្នុងទិសទាំង4នេះយើងប្រើប្រាស់យកទិសជើងលិចមួយយកមកឧទាហរណ៍ណាអញ្ចឹងប្រើប្រាស់ទិសជើងលិចហើយអង្គុយបែរមុខលក់ដូរ live លក់ណានៅបែរមុខទៅទិសខាងត្បូងក្តីបែរមុខទៅទិសខាងជើងលិចនេះក្តីប៉ុន្តែប្រើប្រាស់ក្នុងរយៈពេលត្រឹម2ម៉ោងឲ្យបានហើយអញ្ចឹងនឹងធ្វើកិច្ចការងារមង្គលប្រកបដោយប្រភពប្រាក់ចំណូលច្រើននិងភាពជោគជ័យលឿនស្ថិតនៅក្នុងខែ7នេះជូនពរបងប្អូនមិត្តភក្តិនិង fan គ្រប់គ្នាទាំងអស់ទទួលបានសេចក្តីសុខនិងភាពមានបានគ្រប់គ្នាក្រុមគ្រួសារជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត